រុស្ស៊ីប្រមានថាត្រៀមខ្លួនទៅវិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជិតកើតឡើងហើយសង្គ្រាមមជ្ឈិមបូព៌ាបានរុញតម្លៃទំនិញប្រេងសាំងនិងហ្គាសឲ្យហក់ឡើងខ្ពស់បង្កទុក្ខលំបាកដល់មនុស្សទូទាំងពិភពលោកជាបណ្ដើរប៉ុន្តែប៉ុណ្ណឹងក៏មិនទាន់គ្រប់គ្រាន់ទេដោយពេលនេះរុស្ស៊ីប្រមានថាមិនយូរទៀតទេវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនឹងកើតឡើងហើយសារព័ត៌មាន OT បានដកស្រង់សម្ដីបេសកជនពិសេសរបស់លោកប្រធានាធិបតី Vladimir Putin Kirill Dmitriev ដែលប្រមានកាលពីថ្ងៃប្រហ័សទី26ខែមីនាឆ្នាំ2026ថាពិភពលោកកំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រព្រោះតែសង្គ្រាមមជ្ឈិមបូព៌ាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ODIF រូបនេះប្រមានថាយើងមើលឃើញថាវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងតែខិតជិតមកដល់ហើយទាំងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសសុទ្ធតែមិនបានត្រៀមខ្លួនទាល់តែសោះសម្រាប់រឿងនេះទីក្រុងប្រូសែលនិងឡុងបានបាញ់ជើងខ្លួនឯងតាមរយៈការបដិសេធប្រេងនិងហ្គាសរបស់រុស្ស៊ីឥឡូវផលវិបាកចាប់ផ្ដើមលេចឡើងបណ្ដាហើយស្របពេលជាមួយគ្នានោះដែរលោកបានរំលឹកពីការទូទាយពីមុនថាតម្លៃប្រេងនឹងហក់ឡើងលើស$100នៅក្នុងមួយបារ៉ែលប្រសិនបើចំនួនបែបនេះផ្ទុះឡើងប៉ុន្តែកាលនោះគ្មាននរណាម្នាក់ជឿឡើយពិភពលោកបានធ្លាក់ចូលក្នុងជ្រោះវិបត្តិយ៉ាងជ្រៅព្រោះតែការបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់ក្រោយពេលដែលអាមេរិកអ៊ីស្រាអែលចាប់ដៃគ្នាបញ្ឆេះសង្គ្រាមមជ្ឈិមបូព៌ាច្រក Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងប្រហែល1/5នៃមធ្យោបាយផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃរបស់ពិភពលោកហើយទីភ្នាក់ងារថាមពលអន្តរជាតិប្រមានថាការរអាក់រអួលនេះអាចនឹងអូសបន្លាយពេលរាប់ខែឬក៏រាប់ឆ្នាំតម្លៃហ្គាសនៅអឺរ៉ុបបានហក់ឡើងប្រហែល 70% ចាប់តាំងពីថ្ងៃទី1ខែមីនាមកចំណែកឯប្រេងឆៅប្រភេទ Brent បានឡើងថ្លៃលើសពី$110នៅក្នុងមួយបារ៉ែលឥឡូវច្រក Hormuz មិនមែនគ្រាន់តែជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនទំនិញទៀតឡើយប៉ុន្តែវាបានក្លាយជាអាវុធនយោបាយដ៏មានឥទ្ធិពលបំផុតដែលអាចកំណត់ថាប្រទេសណាខ្លះនឹងមានថាមពលប្រើប្រាស់និងប្រទេសណាខ្លះត្រូវប្រឈមនឹងវិបត្តិងងឹតសូន្យសង